សុំជូនរឿងសត្វក្រពើនិងញាក់បរទេសក្នុងរដូវប្រាំងទឹកបឹងក៏រីងស្ងួតអស់សត្វក្រពើមួយក្បាលក៏វារឡើងគោកដើម្បីរកកន្លែងមានទឹកក៏ប្រទះឃើញតាចាស់ម្នាក់កំពុងបរទេសមកដល់ហើយវាក៏បានសុំឲ្យគាត់នាំវាទៅកន្លែងដែលមានទឹកដោយសារតែចិត្តអាណិតលោកតាក៏ព្រមជួយក្រពើដោយលើកវាដាក់លើរទេះហើយចងខ្សែឲ្យជាប់តាមការស្នើសុំរបស់វាលុះដល់មាត់បឹងដែលមានទឹកលោកតាក៏ស្រែកចំណងឲ្យក្រពើប៉ុន្តែក្រពើដែលអត់អាហារយូរក៏បើជាចង់ស៊ីលោកតានឹងគោវិញលោកតាក៏ភ័យខ្លាចខ្លាំងណាស់ក៏សុំទៅរកចៅក្រមឲ្យជួយកាត់សេចក្តីគាត់ដើរបណ្ដាយំដណ្ដារហូតបានជួបនឹងសុភាទន្សាយសុភាទន្សាយឃើញលោកតាយំក៏សួរនាំរឿងរ៉ាវបន្ទាប់ពីស្ដាប់រឿងរត់ទន្សាយក៏យល់ព្រមជួយកាត់សេចក្តីឲ្យមកដល់មាត់ទឹកសុភាទន្សាយក៏សួរទៅក្រពើពីមូលហេតុដែលវាមិនសុខចិត្តក្រពើប្រាប់ថាមកពីតាចងវាផ្អឹបនឹងរទេះតឹងពេកដើម្បីឲ្យដឹងថាតើការចងនោះតឹងឬធូរសុភាទន្សាយក៏បង្គាប់ឲ្យក្រពើឡើងលើរទេះដើម្បីឲ្យលោកតាចងម្ដងទៀតលោកតាចងរឹតកាន់តែតឹងទៅតាមបញ្ជារបស់ទន្សាយរហូតដល់ក្រពើឬខ្លួនលែងរួចនៅពេលឃើញក្រពើឬខ្លួនលែងរួចសុភាទន្សាយក៏ប្រាប់ឲ្យលោកតាកាន់ពូថៅមករៀបចំសត្វអកតញ្ញូនេះចុះលោកតាក៏រួចផុតពីគ្រោះថ្នាក់ហើយបានអរគុណដល់សុភាទន្សាយរឿងនេះអប់រំថាកុំធ្វើជាមនុស្សអកតញ្ញូដូចជាសត្វក្រពើនោះឡើយ